ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបង្ហាញពីការមិនពេញចិត្តជាខ្លាំងចំពោះសម្ដីតាក់ទងទៅនឹងសង្គ្រាមនៅអ៊ុយក្រែនដែលធ្វើឡើងដោយប្រធានាធិបតីលោក Volodymyr Zelensky និងលោក Vladimir Putin នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យសេតាវិមានលោកស្រី Caroline Leavitt ក្នុងឡងពេលសន្និសីទសារព័ត៌មានមួយលោកស្រី Leavitt បាននិយាយថាប្រធានាធិបតីត្រាំកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនប៉ុន្តែលោកមិនសប្បាយចិត្តនឹងវោហារសាស្ត្រដែលមេដឹកនាំទាំងសងខាងនេះបាននិយាយនោះទេអ្នកស្រីបានកត់សម្គាល់ថាលោកត្រាំបានសម្ដែងការមិនសប្បាយចិត្តជាមួយនឹងមតិយោបល់ដែលត្រូវបានលើកឡើងដោយមេដឹកនាំទាំងពីរនៃភាគីចំនួននេះទេហើយគាត់ក៏បានបង្ហាញនៅអ្វីដែលគាត់ជឿថាជាការចាំបាច់ដែលត្រូវធ្វើឡើងដើម្បីឲ្យចំនួននេះឈានដល់ទីបញ្ចប់ទោះបីជាយ៉ាងណាលោកស្រី Leavitt មិនបានបញ្ជាក់ទេថាតើសម្ដីណាមួយរបស់លោក Zelensky និងលោក Putin ដែលធ្វើឲ្យលោកត្រាំមិនពេញចិត្តនោះទេប៉ុន្តែបានសង្កត់ធ្ងន់ថាប្រធានាធិបតីអាមេរិកនៅតែបន្តធ្វើការយ៉ាងមុតមាំដើម្បីដោះស្រាយសង្គ្រាមនេះដោយមានក្រុមការងាររបស់គាត់នឹងចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនេះគួរបញ្ជាក់ឡើងវិញថានាពេលថ្មីៗនេះលោកត្រាំបាននិយាយថាគាត់មានការខឹងជាខ្លាំងជាមួយនឹងលោកពូទីនចំពោះវិធីសាស្ត្ររបស់គាត់ក្នុងការដោះស្រាយបទឈប់បាញ់នៅអ៊ុយក្រែនហើយនឹងបានគំរាមដាក់ពន្ធគយទៅលើការនាំចេញប្រេងរបស់ទីក្រុងមូស្គូប្រសិនបើពេលដឹកនាំរុស្ស៊ីរុងនេះមិនយល់ព្រមទៅលើបទឈប់បាញ់រយៈពេល1ខែប្រធានាធិបតីអាមេរិកក៏បានបង្ហើបដែរថាលោកនឹងដាក់ពន្ធក្នុងអត្រា25ឬ50%ដែលនឹងប៉ះពាល់ដល់ប្រទេសដែលទិញប្រេងពីរុស្ស៊ីនេះដោយដែលលោកបានលើកឡើងនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយនឹង NBC News ដែលក្នុងនោះគាត់ក៏បានគម្រាមទម្លាក់គ្រាប់បែកទៅលើប្រទេសអ៊ីរ៉ង់និងមិនបានបដិសេធក្នុងការប្រើប្រាស់កម្លាំងទ័ពទៅលើតំបន់ Greenland នោះដែរលោកដូណាល់ត្រាំបានបញ្ជាក់ថាប្រសិនបើគាត់នៅរុស្ស៊ីមិនអាចឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ការបង្ហូរឈាមនៅអ៊ុយក្រែននោះទេហើយបើគាត់ជឿថាការរាំងស្ទះនេះគឺពិតជាកំហុសរបស់រុស្ស៊ីពិតមែននោះគាត់នឹងដំឡើងពន្ធបន្ថែមទៀតទៅលើប្រេងទាំងអស់ដែលនាំចេញពីរុស្ស៊ីលោកត្រាំបានអះអាងថាគាត់នឹងហាមឃាត់ប្រទេសណាដែលទិញប្រេងពីរុស្ស៊ីមិនឲ្យធ្វើជំនួញជាមួយនឹងសហរដ្ឋអាមេរិកនោះឡើយហើយលោកក៏បានបញ្ជាក់ទៀតថាការសម្រេចចិត្តនេះគឺកើតឡើងបន្ទាប់ពីលោក Vladimir Putin បានព្យាយាមមកខូចកិត្តិយសរបស់លោក Volodymyr Zelensky កាលពីថ្ងៃសុក្រសប្តាហ៍មុនប្រធានាធិបតីអាមេរិកនេះបានបញ្ជាក់ថានៅលើប៉ុស្តិ៍ទូរទស្សន៍របស់រុស្ស៊ីលោក Putin បានស្នើឲ្យអ៊ុយក្រែនស្ថិតក្រោមការគ្រប់គ្រងជាបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិដើម្បីរៀបចំការបោះឆ្នោតថ្មីមុននឹងចាប់ផ្ដើមការចរចាសន្តិភាពសម្រាប់លោកត្រាំខ្លួនក៏ផ្ទាល់ដែលពីមុនធ្លាប់បានហៅលោក Zelensky ថាជាមេដឹកនាំផ្ដាច់ការនោះប៉ុន្តែកាលពីថ្ងៃអាទិត្យនេះគាត់បានសម្ដែងការខឹងសម្បារនៅពេលដែលលោក Putin បានចាប់ផ្ដើមវាយប្រហារដោយពាក្យសម្ដីទៅលើលោក Zelensky លោកត្រាំបានបញ្ជាក់ទៀតថាគាត់មិនចូលចិត្តសម្ដីសម្ដៅរបស់លោក Putin នៅពេលនេះទេព្រោះវាមិនបានជួយឲ្យកិច្ចព្រមព្រៀងទៅមុខនៅឡើយហើយការតែងតាំងមេដឹកនាំថ្មីនៅអ៊ុយក្រែននេះនឹងធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពមានភាពយឺតយ៉ាវហើយបានព្រមានថាលោកបានត្រៀមលក្ខណៈដើម្បីដាក់សម្ពាធដល់វិមានកម្លាំងដែលរហូតដល់ពេលនេះបានយល់ព្រមត្រឹមតែបទចបាញ់តាក់ទងនឹងដែនសមុទ្រនិងថាមពលប៉ុណ្ណោះដោយលោកបានបញ្ជាក់ម្ដងទៀតថាប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានធ្វើឡើងហើយប្រសិនបើខ្ញុំគិតថាវាជាកំហុសរបស់រុស្ស៊ីនោះខ្ញុំនឹងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើរុស្ស៊ីប៉ុន្តែយើងក៏នឹងបន្ធូរបន្ថយវិញប្រសិនបើលោកពូទីនឈានទៅរកបទចបាញ់ហើយបើលោកពូទីនធ្វើតាមផ្លូវត្រឹមត្រូវកំហឹងរបស់យើងនៅពេលនេះនឹងរលាយបាត់ក្នុងពេលដ៏ឆាប់ហើយយើងរំពឹងថានឹងជួបនិយាយជាមួយនឹងលោកពូទីននៅក្នុងសប្តាហ៍នេះក្រោយមកលោកត្រាំបានប្រាប់ទៅអ្នកសារព័ត៌មានថាគាត់ធ្លាប់បានដាក់ពន្ធដែលស្រដៀងគ្នានេះទៅលើប្រទេសវេណេស៊ុយអេឡារួចមកហើយនាពេលកន្លងមកនេះហើយវាគឺមានផលប៉ះពាល់យ៉ាងខ្លាំងដែលពេលនោះកប៉ាល់ជាច្រើនបានទម្លាក់ទៅយកប្រេងចូលទៅក្នុងមហាសមុទ្រហើយពួកគេក៏បានចាក់ចេញដោយលោកបានហៅរបៀបនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះថាបានធ្វើឲ្យពាណិជ្ជកម្មប្រេងរបស់ប្រទេសវេណេស៊ុយអេឡាคล้ายទៅជាពិការភាពលោកត្រាំបានឆ្លើយតបទៅនឹងសំណួរពីកាសែត The Guardian ដោយថាទំនាក់ទំនងរបស់គាត់ជាមួយនឹងលោកពូទីនគឺមិនទាន់ធ្លាក់ដល់ចំណុចទាបបំផុតនោះទេប៉ុន្តែគាត់គឺមានការខកចិត្តនឹងសម្ដីរបស់លោកពូទីនអំពីលោក Zelensky ការកត់សម្គាល់នេះបានឆ្លុះបញ្ចាំងពីលក្ខណៈចម្រុះរបស់លោកត្រាំចំពោះការគំរាមកំហែងផ្នែកសេដ្ឋកិច្ចនិងភាពបត់បែនផ្នែកការទូតគណៈដែលលោកបានតាំងខ្លួនថាជាអ្នកជួញដូរដែលមានសមត្ថភាពអាចដាក់សម្ពាធទៅលើទីក្រុងមូស្គូគណៈដែលរុស្ស៊ីចង់ពន្យាពេលការចរចានៅក្នុងបទសម្ភាសន៍មុននេះជាមួយនឹង NBC News លោកត្រាំក៏បានចេញនៅការព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រទេសអ៊ីរ៉ង់ថាបើពួកគេមិនយល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរទេយើងនឹងទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាមួយដែលពួកគេមិនធ្លាប់បានឃើញហើយយើងក៏នឹងអាចដាក់ពន្ធគយបន្ថែមទៀតទៅលើប្រទេសអ៊ីរ៉ង់រហូតដល់មានកិច្ចព្រមព្រៀងត្រូវបានធ្វើឡើង
លោកត្រាំក៏ធ្លាប់បានចោទប្រកាន់ប្រទេសវេណេស៊ុយអេឡាថាបានប្រើប្រាស់ផ្លូវធ្វើចំណាកស្រុកដើម្បីបញ្ជូនអ ுக ្រិតជនចូលទៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិកទោះបីជាយ៉ាងណារហូតដល់ពេលនេះវានៅតែមិនច្បាស់ទេថាតើពន្ធបន្ថែមទៅលើប្រេងរបស់រុស្ស៊ីនឹងមានប្រសិទ្ធភាពយ៉ាងណានោះទេដោយសារតែការនាំចេញរបស់ទីក្រុងម៉ូស្គូកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសហរដ្ឋអាមេរិកจากពិភពអង់គ្លេសសហភាពអឺរ៉ុបនិងប្រទេស G7 រួចទៅហើយយោងតាមទីភ្នាក់ងារថាពលអន្តរជាតិបានដឹងថាប្រទេសចិននិងឥណ្ឌាគឺជាអ្នកទិញប្រេងធំជាងគេបង្អស់សម្រាប់រុស្ស៊ីហើយការជំរុញរបស់លោកត្រាំនេះសម្រាប់គោលជំហរដ៏រឹងមាំទៅលើរុស្ស៊ីអាចនឹងទទួលឥទ្ធិពលពីប្រទេសហ្វាំងឡង់ដោយមួយថ្ងៃមុនពេលបទសម្ភាសន៍របស់ NBC លោកត្រាំបានធ្វើជាម្ចាស់ផ្ទះនៃជំនួបជាមួយនឹងប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb នៅឯរមណីយដ្ឋាន Mar-a-Lago របស់គាត់ក្នុងរដ្ឋ Florida សម្រាប់អាហារពេលល្ងាចអាហារថ្ងៃត្រង់និងលេងកីឡាវាយកូនគោរួមគ្នាលោក Alexander Stubb បានប្រាប់កាសែត The Guardian ថាសាររបស់ខ្ញុំនៅក្នុងការសន្ទនាដែលខ្ញុំមានជាមួយនឹងប្រធានាធិបតីត្រាំគឺថាយើងត្រូវការបត់ចុះបាញ់មួយហើយយើងត្រូវការពេលវេលាកំណត់សម្រាប់បត់ចុះបាញ់នៅអ៊ុយក្រែននិងការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើរុស្ស៊ីនៅពេលដែលពួកគេបំពេញមេដឹកនាំហ្វាំងឡង់បានបញ្ជាក់ថាគាត់ចង់ឲ្យមានបទចុះបាញ់ចាប់ផ្ដើមនៅថ្ងៃទី20ខែមេសាដែលជាថ្ងៃគម្រប់ខួប3ខែនៃការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោកដូណាល់ត្រាំហើយបើរុស្ស៊ីមិនធ្វើតាមយើងគួរតែដាក់ទណ្ឌកម្មនៅក្នុងកម្រិតមួយដែលខ្លាំងក្លាបំផុតលោកដូណាល់ត្រាំក៏បានទទួលស្គាល់ដែរថាក្នុងអំឡុងពេលយុទ្ធនាការឃោសនាការបោះឆ្នោតគាត់ធ្លាប់បានអះអាងថាគាត់អាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននៅក្នុងរយៈពេលត្រឹមតែ24ម៉ោងប៉ុណ្ណោះក៏ប៉ុន្តែមកទល់ពេលនេះគាត់បានបញ្ជាក់ឡើងវិញថាសម្ដីនោះមិនមែនជារឿងគួរឲ្យយកចិត្តទុកដាក់ខ្លាំងនោះទេហើយយុទ្ធសាស្ត្ររបស់គាត់គឺបង្ខំឲ្យរុស្ស៊ីនិងអ៊ុយក្រែនយល់ព្រមទៅលើបទចុះបាញ់ដែលរហូតដល់ពេលនេះត្រូវបានគេមើលឃើញថាកំពុងតែផ្ដោតទៅលើការគំរាមកំហែងនិងដាក់សម្ពាធទៅលើទីក្រុងគីវកាលពីខែមុនលោកដូណាល់ត្រាំនិងលោក JD Vance បានស្ដីបន្ទោសលោក Zelensky ទាក់ទងទៅនឹងបញ្ហាចរចាសន្តិភាពដែលនាំឲ្យសហរដ្ឋអាមេរិកកាត់ផ្តាច់ជំនួយយោធាតែប្រឈមទៅនឹងសម្ពាធកាន់តែខ្លាំងទីក្រុងគីវបានយល់ព្រមជាគោលការណ៍ចំពោះបទចុះបាញ់រយៈពេល30ថ្ងៃក្នុងលក្ខខណ្ឌប្រសិនបើរុស្ស៊ីយល់ព្រមធ្វើដូចគ្នាដែលអនុញ្ញាតឲ្យមានការគាំទ្ររបស់សហរដ្ឋអាមេរិកត្រូវបានស្ដារឡើងវិញសម្រាប់លោក Vladimir Putin គាត់បានប្រកាសថាគាត់គាំទ្រឲ្យមានបទចុះបាញ់ប៉ុន្តែត្រូវតែលុបបំបាត់ដើមចមនៃវិបត្តិមួយនេះដែលជាការទាមទារមិនប្រកបប្រជារបស់គាត់មេដឹកនាំរុស្ស៊ីលោកនេះបានបញ្ជាក់ថាគាត់ចង់ឲ្យអ៊ុយក្រែនលុបបំបាត់យោធារបស់ខ្លួនមិនអនុញ្ញាតឲ្យមានកងរក្សាសន្តិភាពរបស់លោកខាងលិចនិងការរួមបញ្ចូលពេញលេញនៃតំបន់អ៊ុយក្រែនចំនួន4ដែលរុស្ស៊ីកំពុងកាន់កាប់ដោយផ្នែកនាពេលបច្ចុប្បន្ននៅពេលដែលការប្រយុទ្ធគ្នានៅតែបន្តកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារនាពេលថ្មីៗនេះទៅលើទីក្រុងធំទី2របស់អ៊ុយក្រែនគឺទីក្រុងខាគីវកាលពីចុងសប្តាហ៍ហើយការវាយប្រហារនេះក៏បានសម្លាប់មនុស្ស2នាក់និងយ៉ាងហោចណាស់មាន25នាក់ផ្សេងទៀតបានរងរបួសរួមទាំងនៅកន្លែងមន្ទីរពេទ្យយោធាផងដែរអគ្គសេនាធិការអ៊ុយក្រែនបានថ្កោលទោសការវាយប្រហារនេះថាជាការបាញ់ផ្លោងដោយចេតនានិងជាការកំណត់គោលដៅយ៉ាងច្បាស់លាស់ទៅលើមន្ទីរពេទ្យយោធារបស់អ៊ុយក្រែនដែលជាការទទួលស្គាល់ដ៏កម្រពីភាគីអ៊ុយក្រែននៃការស្លាប់និងរបួសខាងយោធារបស់ខ្លួនបន្ថែមពីលើភាពតានតឹងមួយទៀតលោកដូណាល់ត្រាំបានចោទប្រកាន់លោក Zelensky ពីការប៉ុនប៉ងចង់គេចវេះពីកិច្ចព្រមព្រៀងរ៉ែរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែនថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យលោកបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថាប្រសិនបើលោក Zelensky គាត់ធ្វើបែបនោះគាត់នឹងជួបបញ្ហាធំមិនខានយើងបានធ្វើកិច្ចព្រមព្រៀងរ៉ែកម្រទាំងនេះជាមួយគ្នារួចហើយឥឡូវនេះគាត់និយាយថាគាត់ចង់ចរចាទៅលើកិច្ចព្រមព្រៀងនេះឡើងវិញដោយគាត់ចង់ក្លាយទៅជាសមាជិកអង្គការ NATO តែគាត់គឺបានដឹងច្បាស់ហើយថាវាមិនអាចទៅរួចនោះទេគាត់គឺយល់ពីរឿងនេះដូច្នេះបើគាត់ចង់ចរចាទៅលើកិច្ចព្រមព្រៀងនេះឡើងវិញគាត់នឹងជួបនៅបញ្ហាធំលោក Volodymyr Zelensky កាលពីសប្តាហ៍មុនបានប្រាប់ទៅអ្នកសារព័ត៌មានថាភាគីអាមេរិកតែងតែផ្លាស់ប្ដូរលក្ខខណ្ឌជានិច្ចនៃកិច្ចព្រមព្រៀងរ៉ែដែលបានស្នើឡើងប៉ុន្តែខ្ញុំមិនចង់ឲ្យទីក្រុង Washington គិតថាខ្ញុំប្រឆាំងទៅនឹងរឿងទាំងនេះនោះទេ